នេះគឺជាសកម្មភាពខ្លះៗនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃនេះផងដែរពងដែររបស់ខ្ញុំបាននាំបងប្អូនមកធ្វើការមិចទឹកជូនអ្នកមានគុណទាំងឪពុកក្មេងនិងឪពុកម្កាយហើយផ្ដើមវីដេអូរបស់យើងនេះគឺបងប្អូនយើងតន់មកអស់ទេអ្នកទាំងអស់គ្នាហើយនេះគឺជាហូបណាគ្នាខ្ញុំថតឆោជើងពេលខ្ញុំដាក់ប្តីទៅមើលឃើញអត់ល្អទេបានពិតវីដេអូនេះត្រូវវាឆោទៅអ្នកទាំងអស់គ្នាបាទហើយហូបមានច្រើនតែអ្នកគ្នាពេញតោះពេញអីតម្ដងហើយផ្លែឈើផ្លែអីទៀតគឺថាគួរចង់ញ៉ាំមែនតើអ្នកគ្នាមានតែផ្លែពុយនំគ្រុនំអីទៅពីដាស់ពីដំជើណាហើយនេះបងប្អូនរបស់ខ្ញុំក៏ដូចជាឬក៏សាច់ញាតិរបស់ខ្ញុំទាំងអស់បានមកជុំគ្នាហើយស្ដាយរបស់ខ្ញុំក៏បាននិយាយរៀបរាប់អំពីទុក្ខលំបាករបស់តាយាយដែលខំចិញ្ចឹមគាត់តាំងពីដើមមកហើយនេះជើងក៏បានមកដល់វិធីគឺការលាងជើងមិចទឹកជូនឪពុកម្ដាយឬក៏អ្នកមានគុណហ្នឹងណានេះគ្នាបងប្អូនខ្ញុំមកហើយចាប់ដើមមិចទឹកមិចអីជូនអ្នកមានគុណទាំងអស់គ្នាដើម្បីលាងជម្រះនៅអំពើបាបដែលពួកគាត់ធ្វើទាំងអស់ដើម្បីចិញ្ចឹមកូនដូចជាពួកគាត់បានសម្លាប់សត្វផ្ដាច់ជីវិតដើម្បីយកមកធ្វើជាចំណីដើម្បីចិញ្ចឹមកូនហើយពេលនេះកូនក៏បានមកលាងជំរះនៅអំពើបាបដែលគាត់បានសាងព្រោះតែចិញ្ចឹមពួកគាត់ផងដែរហើយពួកគាត់ធ្វើបុណ្យនេះគឺថាសប្បាយរីករាយមែនតើបងប្អូនមើលចុះញញឹមប្រងពុកព្រាយមកហើយយាយខ្ញុំមើលនៅរងាឡើងរួញអស់ហើយដល់គ្នាដោយសារអីទឹកនេះគឺបូមចេញថ្មីហើយពេលព្រឹកទៀតគឺថាត្រជាក់ខ្លាំងមែនតើមើលយាយខ្ញុំក៏រងាឡើងរួញហើយនោះអ្នកគ្នាបាទខ្ញុំក៏មានអីនិយាយទៀតដែរបងប្អូនមើលណែទៅអ្នកទាំងអស់គ្នាស្គាល់ម៉ាក់ខ្ញុំហ្នឹងម៉ាក់ខ្ញុំម្នាក់ស្រីដែលកក់សក់មកឲ្យលោកតាដែលពាក់ក្រមាហ្នឹងអ្នកគ្នានោះឲ្យម្ដាយខ្ញុំអ្នកគ្នាមើលហើយម្ដាយខ្ញុំគឺថានៅក្មេងអ្នកគ្នាអាយុឡើងចិត្តចូល40នៅក្មេងតដែរអ្នកគ្នាចាស់ទៅខ្ញុំនឹង2006នឹងចាស់ជាងគាត់នឹងមកបន្ទាប់ពីមិនទៅឲ្យពួកគាត់ក៏បានជូនពរឲ្យសាច់ញាតិរបស់ខ្ញុំក៏ដូចជាកូនរបស់ពួកគាត់ថាឲ្យទទួលរកស៊ីទទួលទានមានបានក្នុងឱកាសចូលឆ្នាំថ្មីនេះសូមឲ្យជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងឃ្លាតឡើយហើយនេះបងប្អូនបន្ទាប់ពីមិចទឹកមិចអីរួចសាច់ញាតិរបស់ខ្ញុំក៏បានជូនលុយទៅអ្នកមានគុណរបស់គាត់តាមសទ្ធាតាមជីវភាពតាមលុយដែលគាត់មានហើយបន្ទាប់ពីជូនលុយជូនអីរួចយើងក៏បានប្រគេនបាយជូនដល់ពួកគាត់ពិសាហ្នឹងឯណាគ្នាជូនពួកគាត់ពិសាឲ្យមានកម្លាំងដើរលេងបាត់ចូលឆ្នាំហើយនេះបងប្អូនមុននឹងពិសាថានឹងតាខ្ញុំទាំងពីរគាត់ក៏បានដាក់ ABC នៅកំប៉ុងតាលើកស្រាងមិញតំណងដល់ហើយបើសិនជាខ្ញុំវិញមកកំប៉ុងនោះដូរទៅមកណាគ្នាវិញខ្ញុំអត់សូវចេះផឹកស្រាទេខ្ញុំមិននិយាយអួតទេខ្ញុំនិយាយការពិតខ្ញុំអត់ចេះផឹកស្រាទេមុតភ័ក្រមកហៅផឹកឯអត់ដែរផឹកទេដោយសារខ្ញុំផឹកទៅអត់ស្រួលក្នុងខ្លួនហើយនេះតាយាយខ្ញុំចាប់ដល់ហូបបាយមើលទៅឆ្ងាញ់មែនតើតំណងដល់ហើយតាខ្ញុំអ្នកតាពាក់អាវសនេះគាត់អត់មានថ្មីយ៉ាងគ្នាមិនថានិយាយដល់សមាតោបាបខ្ញុំនិយាយតាមការពិតអ្នកគ្នាហើយនេះម្ដាយរបស់ខ្ញុំក៏ដូចជាសាច់ញាតិរបស់ខ្ញុំចាប់ដើមលើកលុយលើកអីប្រកេតជូនគាត់ច្រឡំប្រកុលណាខ្ញុំច្រឡំភាសាព្រះសង្ឃអីណាប្រកុលជូនអ្នកមានគុណរបស់គាត់ដើម្បីទុកចាយចូលឆ្នាំអីចឹងណាហើយវីដេអូខ្ញុំក៏មានអីច្រើនដែរណាគ្នាព្រោះខ្ញុំអត់សូវចេះនិយាយទេហើយបន្ទាប់ពីពេលលើកគេអីរួចពួកគាត់ក៏បានអោយពោម្ដងទៀតឲ្យដូចខ្ញុំនិយាយចឹងណាគ្នាខ្ញុំអត់ចេះអោយពោដូចពួកគាត់ទេណាគ្នាខ្ញុំក៏អត់ដាក់សំឡេងស៊ីនៅស្រាប់ដែរព្រោះអីខ្ញុំជ្រើតែបិទឲ្យអស់តែមកទៅអ្នកនរគ្នាហើយវីដេអូរបស់យើងក៏មានអីច្រើនដែរសូមអរគុណសូមជម្រាបលាបាទ